ជាវត្ថុដ៏មានតម្លៃបំផុតណៃរបស់បងណៃធ្វើអីទៀតអោខ្ញុំមិនដឹងមកបងបងមិនខ្លាចទេទោះបីជាខ្យល់ព្យុះឬផ្ទះបាញ់ក៏ដោយចាអេទួពួកឯងឈ្មោះអីបាទឆើតទៀនអីយ៉ាឈ្មោះឆើតផងណែការងារឲ្យឆើតដូចឈ្មោះណារៀនដល់ថ្នាក់ណាបាទរៀនដល់សាលាវត្តទៀនអាយុប្រមាណ40ទៀនអាយុ40មិនថាអាយុ80ឲ្យខ្ញុំហៅតាត្បង់ទៅបាទទៀនខ្ញុំឮនាងហៅពូទើបខ្ញុំជម្រាបថាអាយុ40បាទនាងហៅតាតាខ្ញុំនឹងជម្រាបថាអាយុ80មែនហ្នឹងបាទចាំជាបបាយដូចជាក្មេងអាយុ4-10ឆ្នាំអញ្ចឹងគ្មានបានកាយទេបាទនាងហៅខ្ញុំថាប្អូននោះខ្ញុំនឹងជម្រាបថាខ្ញុំបានអាយុ15ឆ្នាំគ្រាន់បានណាគ្មានធ្លាក់មួយម៉ាត់ដល់ដីសោះ